ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្មីប្លែកទៅហ្នឹងបងខ្ញុំស្លសម្លគីមជីបងគីមជីជាមួយឆ្អឹងចានីជ្រូកខ្ចីបងនេះអូអានេះស្លជាមួយឆ្អឹងចានីជ្រូកខ្ចីឆ្ងាញ់តែសត្វតែសាច់យើងងាស់វាចេញជាតិសិនបងប្អូនអានេះខ្ញុំស្លតិចដែរដោយសារយើងនៅម្នាក់ឯងហើយអានេះឆៃថៅបងឆៃថៅតំណងបងអើយនេះហូបមួយបាយគឺឆ្ងាញ់តែយើងស្លនេះយើងដាក់សណ្តែកគួរហ្នឹងបងសណ្តែកគួរប៉ុន្តែទៅវាងាស់វាចិត្តចង់និយាយថាងាស់វាគីមជីវារៀងអលួយបន្តិចចាំយើងដាក់សណ្តែកគួរចូលព្រោះសណ្តែកគួរវាដាក់វាតែមកពុះបានទេបងដាក់មកពុះគឺតែយើងដាក់អលួយឡើងឆ្ងាញ់បណ្ដោយហើយយើងបានតែស្លចេះបើសិនជាជុំគ្រូសាអីហ្មងបងប្អូននេះឆ្នាំងទូចប៉ុណ្នេះឆ្នាំងទូចបើតំណងបងហើយពុះខុចហ្មងសម្លគីមជីបងប្អូនណាបងប្អូនអាចសាកស្លមែនខ្ញុំធានាថារសជាតិឆ្ងាញ់បងប្អូនគីមជីបងប្អូនធ្វើឲ្យបងប្អូនស្លវារសជាតិរបស់វាគឺខ្ញុំធានាបងប្អូនប៉ុន្តែអានេះគីមជីរសជាតិដើមរបស់កូរ៉េជនជាតិកូរ៉េគេអ្នកធ្វើផ្ទាល់ហ្មងនេះជាពិសេសគឺបងប្អូនស្លប្រើឆ្អឹងចានីជ្រូកខ្ចីចាយើងហូបទៅជប់ឆ្ងាញ់តែ